វិទ្យាល័យហុងសានអូរ៉េងឪខ្ញុំបាទឈ្មោះនាងខណ្ណាជាសិស្សទី12នៅសាលាវិទ្យាល័យហុងសានអូរ៉េងឪថ្ងៃនេះពួកខ្ញុំទាំងពីរនាក់គឺតំណាងឲ្យសិស្សនៅវិទ្យាល័យហុងសានអូរ៉េងឪទាំងអស់សូមមកធ្វើការផ្សាយចំណាប់អារម្មណ៍ទាក់ទងនឹងកម្មវិធីរបស់ជំនួយវិទ្យាសាស្ត្រដែលរៀបចំដោយសាកលវិទ្យាល័យអន្តរជាតិអញ្ចឹងនេះខ្ញុំសូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យអន្តរជាតិដែលបានបង្កើតនៅកម្មវិធីរបស់ជំនួយវិទ្យាសាស្ត្រនេះឡើងដែលបានផ្ដល់ឱកាសឲ្យពួកខ្ញុំក៏ដូចជាសិស្សានុសិស្សនៃវិទ្យាល័យហុងសានអូរ៉េងឪទាំងអស់បានចូលរួមនៅក្នុងកម្មវិធីនេះដើម្បីសិក្សារៀនសូត្រពីកម្មវិធីជាច្រើនដូចជាប្រធានបទដែលលើកមកថ្ងៃនេះគឺមាន5ប្រធានបទទី1គឺតើតើនឹងការបោះបេហាទី2គឺតើតើនឹងការផលិតសាប៊ូទី3គឺតើតើនឹងការមើលមីក្រូទស្សន៍ទី4គឺតើតើនឹងអត្រាការម៉ាស៊ីនប៉ាសនិងទី5ដែលជាចំណុចចុងក្រោយនោះគឺតើតើនឹងការលេខសូលីសងអំបិលតែប្រធានបទទាំង5នេះសូមផ្ដល់ឱកាសឲ្យពួកខ្ញុំទាំងអស់គ្នាបានសិក្សារៀនសូត្រជាច្រើនដែលមេរៀនខ្លះគឺពួកខ្ញុំបានរៀននៅក្នុងថ្នាក់ភាសាទឹកជំនឿទ្រឹស្ដីប៉ុន្តែមិនទាន់បានអនុវត្តនៅឡើយទេអញ្ចឹងកម្មវិធីនេះបានរៀបចំឡើងផ្ដល់ឱកាសពួកខ្ញុំបានយល់ដឹងអំពីមេរៀនហ្នឹងបានកាន់តែច្រើនជាងមុនទៀតហើយទោះបីជាមេរៀនខ្លះនាងខ្ញុំមិនទាន់បានរៀនក៏ពិតមែនក៏ប៉ុន្តែបើសិនជានាងខ្ញុំបានធ្វើការពិសោធន៍បានមុនអញ្ចឹងដល់ពេលយើងទៅរៀនទ្រឹស្ដីទៅយើងអាចឆាប់យល់បានច្រើនទៀតហើយចំពោះប្រធានបទនៅថ្ងៃនេះគឺតើតើនឹងវិទ្យាសាស្ត្រទាំងអស់ដែលលើកកម្ពស់នៅវិស័យ STEM ដែលសាលានីមួយៗក៏កំពុងតែលើកកម្ពស់ក៏ដូចជាខិតខំពង្រឹងវិស័យ STEM ហ្នឹងឲ្យបានកាន់តែល្អជាងមុនហើយជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដូចជាក្រុមទាំងអស់នៃមហាវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យអន្តរជាតិឬខាងកាត់ថា IU ដែលពួកបងទាំងអស់គ្នានៅលោកគ្រូអ្នកគ្រូនឹងបានចំណាយពេលដ៏មានតម្លៃមកដល់ចំណេះដឹងឬបទពិសោធន៍ថ្មីៗឲ្យពួកខ្ញុំនៅសាលាវិទ្យាល័យហុងសានអូរ៉េងឪនេះបានទទួលនៅចំណេះដឹងក៏ដូចជាបទពិសោធន៍ថ្មីៗទាក់ទងនឹងកម្មវិធីសាស្ត្រក៏ដូចជាទាក់ទងនឹងការពិសោធន៍ដែលមានបានលើកឡើងក្នុងកម្មវិធីរបស់នឹងឯងហើយខ្ញុំបញ្ចប់នេះខ្ញុំជូនពរឲ្យលោកគ្រូអ្នកគ្រូឬសិស្សបងទាំងអស់ជួបជ័យនៅពុទ្ធបរិបទបុព្វកាគឺអាយុវណ្ណៈសុខៈពលៈ8ដូចជាឡើយសូម